ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវមកដល់ទៀតហើយសហគមន៍តាំងយូបាទនេះកន្លែងគេផ្ញើឡានផ្ញើម៉ូតូនៅខាងក្រោមនេះហើយយើងរៀបចំសម្ភារៈអ្វីវ៉ាន់ដែលបោះតង់ហ្នឹងគឺយើងត្រៀមឡើងភ្នំហើយនេះគឺជាទីតាំងដែលយើងត្រូវទៅទាំងអស់មាន30កន្លែងតែពួកខ្ញុំគឺទៅតែខាងតាំងយូទេបាទអត់បានទៅកន្លែងផ្សេងទេនេះជាបង្គោលព្រំប្រទល់តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលមានលេខនិយមការនៅលើនេះឥឡូវនេះម៉ោង2:15នាទីគឺពួកយើងឡើងលើភ្នំដោយថ្មើរជើងហើយដើរកាត់តាមផ្លូវមានថ្មមានបាទវល្លិអញ្ចឹងកន្លែងខ្លះគឺយើងត្រូវតោងវល្លិតោងខ្សែអញ្ចឹងទៅហើយទៅដល់ប្រហែលជា100ម៉ែត្រជាងអីទៅមានចដើឈើអញ្ចឹងទៅឲ្យគេធ្វើសម្រាប់ឲ្យយើងបាទងាយស្រួលក្នុងការដើរឡើងហើយបើនិយាយពីការពួកខ្ញុំមកពីឆ្នាំ2019នេះហ្នឹងគឺមិនទាន់មានទេគឺដើរថ្មើរជើងរហូតដោយគ្មានចដើឈើអីទេបាទហើយដល់200-300ម៉ែត្រអញ្ចឹងយើងឈប់សម្រាកម្ដងអញ្ចឹងទៅហើយអង្គុយមើលទេសភាពឲ្យបាត់ហត់ទៅទៀតមិនយើងឡើងទៅលើទៀតតែថ្ងៃនោះចៃដន្យអង្គុយឈប់ហ្នឹងខាងក្រោយខ្នងសត្វតែមានពូខៀវនៅហ្នឹងគៀកខ្នងតែវាអត់ធ្វើអីយើងទេស្លូតទេបាទអញ្ចឹងយើងបន្ទាប់ពីសម្រាប់ហើយគឺយើងដើរឡើងបន្តទៀតទៅតាមចដើឈើរបស់គេហ្នឹងបាទយើងដើររហូតបាន100ម៉ែត្រគឺគេមានដាក់ផ្លាកសញ្ញាយើងមួយថា100ម៉ែត្រ200ម៉ែត្រចឹងទៅបាទហើយនេះជាផ្ទាំងថ្មធំបាទគឺកន្លែងនេះត្រជាក់ល្អណាស់ហើយមានជាទឹកចេញពីក្នុងភ្នំនេះមកគឺគេដាក់ទយោឲ្យហូរចូលក្នុងផើងហ្នឹងហើយយើងក៏ដួសទឹកនឹងយកមកលុបមុខលុបអីទៅបាទហើយក៏បន្តដំណើរទៅលើទៀតបាទចម្ងាយសរុបទៅគឺ1000ម៉ែត្របាទទៅដល់លើភ្នំយើងឡើងពីជើងភ្នំដល់កំពូលភ្នំគឺចម្ងាយ1000ម៉ែត្រនេះគឺជាគោយន្តបាទកត្រៃដែលគេមានរៀបចំនៅខាងលើភ្នំសម្រាប់ទទួលយើងសម្រាប់ដាក់យើងពីកន្លែងនេះបាទទៅទឹកជ្រោះតាំងយូដែលមានចម្ងាយ6000ម៉ែត្រទៀតនេះគឺជាម៉ូតូដែលគេលើកពីក្រោមយកមកហ្នឹងគឺគេលើកម៉ាស៊ីនផ្សេងតួផ្សេងហើយបានគេយកមកដំឡើងវានៅខាងលើភ្នំនេះព្រោះវាអត់មានផ្លូវណាជិះមកដល់លើបានទេដូចជាគោយន្តនេះក៏ដូចគ្នាដែរគឺម៉ាស៊ីនផ្សេងតួផ្សេងអញ្ចឹងទៅបានគេយកមកដំឡើងវានៅលើភ្នំហើយបានធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅដល់ទឹកជ្រោះតាំងយូ